Vây ní mình men vây sả thi tê. Vây cứ vây phải chút. ក្រោយពីស្ដាប់លោកមិនដល់សុខទូចហើយកុំអាលវិនិច្ឆ័យថាខុសឬត្រូវបាទឥឡូវយើងទៅស្វែងរកការពិតទាំងអស់គ្នាបើតាមសម្ដីរបស់លោកមិនដល់សុខទូចគឺថាមិនចង់ឲ្យយុវវ័យរបស់យើងនឹងទៅធ្វើសមាធិទេបាទតើវាពិតជាគ្មានប្រយោជន៍ឬឥឡូវយើងក្រឡេកទៅមើលសាកលវិទ្យាល័យដ៏ល្បីនៅប្រទេសកម្ពុជាយើងគឺសាកលវិទ្យាល័យបញ្ញាសាស្ត្របាទបងប្អូនដែលជាការិយាសាលាសាកលវិទ្យាល័យបញ្ញាសាស្ត្រក្រឡេកមើលទៅផ្ទាំងបាទប៉ាណូហ្នឹងទៅបងប្អូននឹងឃើញពាក្យ3ពាក្យបាទគឺសិលសមាធិបញ្ញាហេតុអ្វីបានជាស្ថាបនិកបាទបញ្ចូលសមាធិនេះទៅក្នុងកម្មវិធីសិក្សារបស់ខ្លួនចឹងលោកតាបណ្ឌិតកុលផេងប្រកាសជាបានយល់ច្បាស់អំពីអត្ថប្រយោជន៍នៃសមាធិទើបលោកតាដែលជាស្ថាបនិកបានបញ្ចូលការធ្វើសមាធិនេះទៅក្នុងការសិក្សារបស់សាលាលោកតាបាទឥឡូវក្រៅពីសាកលវិទ្យាល័យដ៏ល្បីនៅកម្ពុជាយើងតើមានសាកលវិទ្យាល័យល្បីដទៃទៀតនៅក្រៅប្រទេសដែរទេដែលបានសិក្សាអំពីការធ្វើសមាធិនេះបាទឥឡូវខ្ញុំនឹងបង្ហាញបងប្អូនអំពីសាកលវិទ្យាល័យបាទនេះ Harvard Medical School បាទគឺបានសិក្សាអំពីអត្ថប្រយោជន៍នៃការធ្វើ meditation បាទការធ្វើសមាធិនេះដែលមានចំណងជើងថា meditation offer significant health benefits គឺការធ្វើសមាធិនេះគឺមានអត្ថប្រយោជន៍យ៉ាងសំខាន់ចំពោះបេះដូងបាទហើយឃ្លាបន្ទាប់ហ្នឹងគេបាននិយាយថាវាជួយឲ្យហើយឃ្លាបន្ទាប់គេបាននិយាយថាការធ្វើសមាធិនេះគឺកាត់បន្ថយ stress ភាពតានតឹងហើយនិង anxiety គឺការរំជួលចិត្តបាទអញ្ចឹងការធ្វើសមាធិនេះយើងឃើញថាវាមានអត្ថប្រយោជន៍ណាបាទសូម្បីតែសាកលវិទ្យាល័យដ៏ល្បីនៅអាមេរិកនេះក៏គេបានសិក្សាហើយគេបានបង្ហាញពីអត្ថប្រយោជន៍ដែរបាទហើយមិនមែនមានតែ Harvard Medical School ទេគឺមានបាទស្ថាប័នដទៃទៀតបាទដូចជា NCCIH National Center for Complementary and Integrative Health ក៏បានសិក្សាអំពីបាទអត្ថប្រយោជន៍នៃការធ្វើសមាធិនេះតាំងពីក្មេងបាទក្មេងអាយុ4ឆ្នាំធីនបាទជំទង់ហើយនិង adult គឺគេបានបង្ហាញថាតាំងពីក្មេង4ឆ្នាំទៅធីនគឺខ្ទង់10 adult មនុស្សពេញវ័យហ្នឹងក្មេងទាំងអស់ហ្នឹងដែលបានធ្វើសមាធិការស្រាវជ្រាវរបស់គេបានបង្ហាញថាក្មេងដែលធ្វើសមាធិហ្នឹងវាជួយឲ្យមានការផ្ចង់ស្មារតីបានល្អការគ្រប់គ្រងស្មារតីហើយនិងការគ្រប់គ្រងភាពតានតឹងបាទគេបង្ហាញគេសិក្សាហើយបាទបងប្អូនមិនជឿបងប្អូនចូលមើល website ទៅបាទ NCCIH បាទជា official website របស់សហរដ្ឋអាមេរិកបាទកុំជឿខ្ញុំចូលទៅមើលខ្លួនឯងតើស្ថាប័ននេះបានហាមក្មេងមិនឲ្យបាទធ្វើសមាធិដែរទេបាទឥឡូវមកចូលមើលខ្លួនឯងហើយនៅមានស្ថាប័នដទៃទៀតជាច្រើនទៀតបងប្អូនអាច search ខ្លួនឯងទៅគឺដែលបានបង្ហាញនិងបានសិក្សាអំពីអត្ថប្រយោជន៍នៃការធ្វើសមាធិនេះបាទក្រៅពីស្ថាប័នទាំងអស់នេះខ្ញុំក៏ចង់លើកពីសៀវភៅមួយដែលមានចំណងជើងថា The Miracle Morning និពន្ធដោយលោក Hal Elrod បាទគឺជាសៀវភៅដែលល្បីមួយដែលទទួលបានការគាំទ្រយ៉ាងច្រើននៅសហរដ្ឋអាមេរិកបាទដែលលក់ដាច់ជាង3លានក្បាលហើយនោះបាទហើយវិធីសាស្ត្ររបស់គាត់នោះគឺមាន6 step ដែល step ទី1នោះគឺនិយាយអំពីការធ្វើសមាធិនេះឯងបាទគាត់បាននិយាយថាសមាធិនេះធ្វើឲ្យយើងចិត្តមានចិត្តស្ងប់គិតអ្វីក៏បានច្បាស់បាទសម្រេចចិត្តបានល្អដែលគាត់ប្រើវិធីសាស្ត្រទាំង6នេះហើយទើបជួយឲ្យគាត់អាចដោះបំណុលបានយ៉ាងច្រើនបាទអញ្ចឹងវិធីសាស្ត្រទី1របស់គាត់ហ្នឹងគឺការធ្វើសមាធិនេះឯងបាទហើយទទួលបានការគាំទ្រណាស់គេបានធ្វើតាមគាត់ហើយមានមនុស្សជាច្រើនបាទណែនាំសភៅហ្នឹងតគ្នាបាទដែលធ្វើឲ្យសភៅគាត់ហ្នឹងលក់ដាច់បាទនេះគឺជាភស្តុតាងមួយចំនួនដែលខ្ញុំបានលើកឡើងហើយបើតាមទ្រឹស្ដីព្រះពុទ្ធសាសនាវិញការធ្វើសមាធិនេះគឺធ្វើឲ្យយើងមានចិត្តស្ងប់បង្កើតឲ្យមានប្រាជ្ញាចិត្តស្ងប់បង្កើតឲ្យមានបញ្ញាបាទហើយបញ្ញានេះគឺនឹងជួយយើងឲ្យបានរំដោះទុក្ខបាទនេះគឺតាមទ្រឹស្ដីពុទ្ធសាសនាអញ្ចឹងបើចង់មានបញ្ញាបាទឆ្លាតក្នុងការវិញវៃដោះស្រាយបញ្ហាហ្នឹងគឺធ្វើសមាធិសិនបន្ទាប់មកចិត្តស្ងប់មើលបញ្ហាបានច្បាស់យើងនឹងអាចដោះស្រាយបញ្ហាបានបាទអញ្ចឹងបងប្អូនស្ដាប់ខ្ញុំបកស្រាយប៉ុណ្ណេះបងប្អូនវិនិច្ឆ័យខ្លួនឯងទៅថាគួរឬមិនគួរធ្វើសមាធិបាទហើយការធ្វើសមាធិនេះទៀតសោតមិនមែនយើងអង្គុយពីព្រលឹមទល់ព្រលប់ទេ គឺ
គឺយើងធ្វើត្រឹមតែ15នាទីទៅ20នាទីតែប៉ុណ្ណោះវាមិនខាតពេលច្រើនទេក្នុងមួយថ្ងៃនោះមនុស្សអាចចំណាយពេល2ទៅ3ម៉ោងអូស TikTok Facebook YouTube បានមែនអត់ចឹងគ្រាន់តែចំណាយពេល15នាទីនេះគឺខ្ញុំគិតថាមិនជាការខាតពេលទេហើយបងប្អូនប្រកាសជាបានឃើញអត្ថប្រយោជន៍ដែលខ្ញុំបានលើកឡើងហើយមែនអត់ចឹងជាចុងក្រោយបងប្អូនសូមខមមិនផងតើបងប្អូនសម្រាប់ថានឹងមិនធ្វើឬក៏ធ្វើបាទសូមខមមិននៅខាងក្រោមបាទសូមអរគុណសូមជម្រាបលា